សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានប្រធានបទថ្មីមួយទៀតដែលប្រធានបទថ្ងៃនេះគឺជាប្រធានបទបែបសុភាសិតវិញម្ដងបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងមកអាននៅសុភាសិតនេះទាំងអស់គ្នាប្រធានសុភាសិតមួយឃ្លាពោលថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ជួបពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផងបាទអញ្ចឹងប្រធានបទមួយនេះគឺផ្ដោតទៅលើតម្លៃពីរទី1គឺតម្លៃនៃការសាមគ្គីការសហការការរួបរวมគ្នាបានល្អគឺនាំឲ្យរស់ចំណែកឯមួយផ្នែកទៀតគឺសំដៅទៅដល់ការបែកបាក់សាមគ្គីគឺបណ្ដាលឲ្យជួបប្រទះនូវសេចក្តីស្លាប់បាទអញ្ចឹងយើងមកមើលអំពីទម្រង់តែងម្ដងតាមការសិក្សាពិនិត្យសង្កេតបញ្ជាក់ឲ្យឃើញថាបុព្វបុរសតែងតែខិតខំបង្កើតស្នាដៃល្អៗទុកជាប្រយោជន៍បម្រើជីវភាពសង្គមគ្រប់សម័យកាលក្រៅពីការបង្កើតនូវសម្ភារៈបរិក្ខារស្បៀងអាហារវិជ្ជសាស្ត្រជាអាចលោកក៏បានគិតគូរដល់ការបង្កើតក្បួនច្បាប់អប់រំពិសេសការទូន្មានឲ្យចេះរស់នៅជាមួយគ្នាហៅថាសាមគ្គីភាពដែលវាជាប្រភពនាំឲ្យបានផលល្អពោលគឺជៀសវាងការបែកបាក់គ្នាដោយហេតុនេះហើយទើបមានសុភាសិតមួយពោលថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់បាទអញ្ចឹងយើងទាញចំណោទបញ្ហាមកតើសុភាសិតនេះមានអត្ថន័យខ្លឹមសារយ៉ាងដូចម្ដេចអញ្ចឹងយើងបន្តមកឃ្លាភ្ជាប់សេចក្តីដើម្បីជាប្រទីបសម្រាប់ជួយបំភ្លឺដល់ការបកស្រាយគំនិតប្រធានឲ្យបានក្បោះក្បាយចាំបាច់ត្រូវយល់ន័យនៃពាក្យកន្លឹះជាមុនសិនបាទអញ្ចឹងពាក្យដែលត្រូវលើកយកមកពន្យល់នៅទីនេះគឺមាន3ពាក្យទី1គឺសាមគ្គីភាពទី2រស់ទី3គឺបែកបាក់អញ្ចឹងគឺពាក្យទី1ពាក្យសាមគ្គីសំដៅទៅលើភាពរួបរวมគ្នាជាធ្លុងមួយរីឯពាក្យរស់គឺភាពរស់រានមានជីវិតឬភាពល្អប្រសើរភាពចម្រើនឡើងចំណែកពាក្យបែកបាក់មានន័យថាដំណើរប្រេះឆាទីតីផ្សេងពីគ្នាឬមិនចុះសម្រុងអញ្ចឹងយើងទាញកំណត់នៃប្រធានមកយោងតាមអត្ថន័យនៃពាក្យកន្លឹះខាងលើយើងអាចកំណត់ខ្លឹមសាររួមនៃសុភាសិតនេះថាការរួមកម្លាំងចិត្តគំនិតជាធ្លុងមួយនាំឲ្យមានជីវិតល្អប្រសើរតែបើប្រេះឆាពីគ្នាហើយនោះអ្វីក៏អន្តរាយដែរឥឡូវយើងបន្តមកការបកស្រាយប្រធានដោយសារតែគំនិតប្រធាននេះគឺវាផ្ដោតទៅលើខ្លឹមសារ2ទី1គឺសាមគ្គីនាំឲ្យរស់ចំណែកឯការបែកបាក់សាមគ្គីនាំឲ្យស្លាប់អញ្ចឹងខ្ញុំនឹងបកស្រាយទៅលើការសាមគ្គីនាំឲ្យរស់ជាមុនសិនបាទអញ្ចឹងគឺជាការពិតណាស់បើពិនិត្យទៅលើសាមគ្គីហើយនាំឲ្យរស់ចាំបាច់ត្រូវឈរលើគោលការណ៍វិជ្ជមានដូចជាការរួបរวมគ្នាក្នុងទ្រង់ទ្រាយធំកម្លាំងធំឬគ្នាច្រើនសាមគ្គីភាពក្នុងការកសាងថែរក្សាការពារដោយឈរលើការឯកភាពគ្នាឈរលើមនសិការការតាំងចិត្តការភ្ញាក់រលឹកដោយខ្លួនឯងមិនបាច់បង្ខិតបង្ខំសុឆន្ទៈសាមគ្គីក្នុងបំណងល្អប្រកបដោយវិចារណញ្ញាណឈរលើភាពអង់អាចក្លាហានរឹងប៉ឹងការលះបង់ហ៊ានធ្វើពាណិកម្មលះបង់ប្រយោជន៍ส่วนតួដោយគិតប្រយោជន៍រួមជាធំជាពិសេសប្រយោជន៍ជាតិនិងមនុស្សជាតិកត្តាទាំងនេះបាទអញ្ចឹងនេះគឺជាលទ្ធផលវិញចំណុចខាងលើនេះគឺជាលក្ខណៈនៃការសាមគ្គីចំណែកចំណុចបន្តនេះគឺជាផលល្អឬក៏យើងហៅថារស់នោះហើយកត្តាទាំងនេះពិតជាបានផលល្អគឺនាំមកនូវភាពរស់រានរីកចម្រើនប្រសើរឡើងបានសេចក្តីថាទទួលបានទី1គឺចំពោះបុគ្គលផ្ទាល់បន្ទាប់ពីមានការសាមគ្គីភាពតើទទួលបានអីខ្លះទី1គឺជីវភាពរីកចម្រើនការជួបជុំរស់ដោយសុភមង្គលសុខដុមរមនាស្ថិរភាពសុវត្ថិភាពសន្តិភាពកិត្តិយសកេរ្តិ៍ឈ្មោះការស្រឡាញ់រាប់អានសិទ្ធិសេរីភាពជាដើមបាទចំពោះជាតិវិញគឺទទួលបានដូចជាឯករាជ្យអធិបតេយ្យភាពបូរណភាពវឌ្ឍនភាពសន្តិភាពកិត្យានុភាពជាដើមបាទអញ្ចឹងយើងបន្តមកផ្នែកទី2គឺការបែកបាក់សាមគ្គីនាំឲ្យស្លាប់បាទឯការបែកបាក់សាមគ្គីហើយនាំទៅដល់សេចក្តីស្លាប់វាបណ្ដាលមកពីកត្តាអវិជ្ជមានដូចជាមានមោទកភាពជ្រុលនិយមមិនស្ដាប់យោបល់អ្នកដទៃការមានគំនិតឈ្នានីសច្រណែនការរំលោភបំពានគៀបសង្កត់គំរាមកំហែងការឈ្លានពានគ្នាការមិនចេះសន្តោសប្រណីអធ្យាស្រ័យជួយឧបត្ថម្ភគ្នាការប្រមាថមើលងាយការខ្វះឆន្ទៈជឿទៅលើភាពញុះញង់គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំពេកការប្រកាន់យកនូវភាពអយុត្តិធម៌បាទអញ្ចឹងនេះគឺជាលក្ខណៈនៃការបែកបាក់សាមគ្គីហើយ
កត្តាខាងក្រោមនេះគឺជាកត្តាដែលនាំមនុស្សសេចក្តីស្លាប់បាទកត្តាទាំងនេះពិតជានាំមនុស្សសេចក្តីស្លាប់គឺភាពវិនាសគ្រប់បែបយ៉ាងចំពោះបុគ្គលវិនាសអន្តរាយជួបនៅមហន្តរាយអាយុជីវិតទ្រព្យសម្បត្តិជួបអពមង្គលក្នុងជីវិតមានចំនួនឬហិង្សាការកាប់សម្លាប់គ្នាចំពោះសង្គមវិញគឺបាត់បង់ឯករាជ្យអធិបតេយ្យគ្មានការអភិវឌ្ឍគ្មានសន្តិភាពធ្លាក់ទៅក្នុងភ្លើងសង្គ្រាមធ្លាក់ក្រោមការគ្រប់គ្រងឬត្រួតត្រាពីបរទេសឥឡូវយើងទាញឧទាហរណ៍ដើម្បីបញ្ជាក់ទៅលើចំណុចទាំងពីរសាមគ្គីរស់និងបែកបាក់សាមគ្គីស្លាប់ចំណុចទី1គឺឧទាហរណ៍ក្នុងសង្គមតាមតថភាពសង្គមយើងសពថ្ងៃបញ្ជាក់ឲ្យឃើញថាប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈមានការរួបរวมគ្នាល្អដោយបានកំពុងកសាងការពារថែរក្សាជាតិឲ្យមានសន្តិភាពនិងការអភិវឌ្ឍស្ទើរគ្រប់វិស័យពិសេសបានលើកកម្ពស់ជាតិឲ្យល្បីល្បាញជាបណ្ដាបណ្ដាលើឆាកអន្តរជាតិទៀតផងយើងក៏អាចផ្សារភ្ជាប់ជាមួយនឹងឧទាហរណ៍នៅពេលបច្ចុប្បន្នក៏បានដែរទាក់ទងជាមួយនឹងការសាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរយើងនៅក្នុងការជួយឧបត្ថម្ភគ្រប់គ្រងដូចជាស្បៀងអាហារសម្ភារៈប្រើប្រាស់ឬក៏កន្លែងស្នាក់អាស្រ័យទៅដល់ជនភៀសសឹកនិងការឧបត្ថម្ភទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើងកាលពីមានចំនួនសង្គ្រាមជាមួយនឹងចោលសៀមបាទនៅពេលថ្មីនេះក៏អាចលើកយកមកបញ្ជាក់បានដែរហើយចំណុចបន្តគឺខ្ញុំនឹងទាញអំពីតម្លៃនៃការបែកបាក់ម្ដងប៉ុន្តែយើងឃើញមានបណ្ដាជាតិខ្លះលើលោកដោយឡែកតំបន់អារ៉ាប់អាហ្វ្រិកមានការបែកបាក់គ្នាបង្កជាសង្គ្រាមនិងបំផ្លាញជាតិធ្ងន់ធ្ងរករណីប្រទេសលីប៊ីសេរីជាដើមបាទអញ្ចឹងយើងមកទាញមើលនៅក្នុងប្រវត្តិសាស្ត្រម្ដងកត្តាប្រវត្តិសាស្ត្រជាតិយើងពីបុរាណកាលយើងសង្កេតឃើញនៅសម័យអង្គរបុព្វបុរសខ្មែរយើងមានការរួបរวมគ្នាល្អនាំឲ្យជាតិយើងពេលនោះក្លាយជាអរិយប្រទេសនិងមហាអំណាចដ៏ល្បីល្បាញតួយ៉ាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ទ្រង់បានដឹកនាំប្រទេសឲ្យមានឯកភាពជាតិគឺរដ្ឋនិងរាស្ត្រមានទំនាក់ទំនងល្អធ្វើឲ្យខ្មែរយើងកសាងបាននូវសមិទ្ធផលយ៉ាងច្រើនសម្បូរបែបរួមមានប្រាសាទបាយ័នតាព្រំនៅសៀមរាបតាព្រំនៅតាកែវបាទបន្ទាយឆ្មារមន្ទីរពេទ្យចំនួន102កន្លែងសាលារៀនគមនាគមន៍ជាពិសេសពង្រីកបានទឹកដីធំទូលាយទៀតផងប៉ុន្តែមានសម័យកាលខ្លះទៀតមានការបែកបាក់បង្កសង្គ្រាមបង្ហូរឈាមគ្នាមកពីការដណ្ដើមប្រយោជន៍គ្នាបានបណ្ដាលឲ្យជាតិនិងប្រជាជនយើងជួបនៅមហន្តរាយនិងទុក្ខវេទនាបាទអញ្ចឹងចាប់ពីប៉ុន្តែនេះមកគឺបង្ហាញអំពីតម្លៃនៃការបែកបាក់ម្ដងតួយ៉ាងការបែកបាក់បន្ទាយលង្វែកមកពីការបែកបាក់សាមគ្គីភាពគឺរាសនាំគ្នាកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់ដួងធ្វើឲ្យបន្ទាយនេះបាត់បង់របងការពារសៀមក៏វាយចូលបន្ទាយនេះបានឥឡូវដើម្បីឲ្យកាន់តែច្បាស់យើងនឹងលើកយកនៅស្នាដៃអក្សរសិល្ប៍មកបញ្ជាក់បន្ថែមបាទទី1គឺរឿងមេយើងដែលជាអក្សរសិល្ប៍វិទ្យាប្រៃតួអង្គចៅមាណពនិងនាងលក្ខិណាបានខិតខំប្រឹងប្រែងរកស៊ីដោយមាណពបានខំប្រមូលយកឈើមានតម្លៃដូចជាខ្លាំពាក់ច័ន្ទក្រស្នាមកគរទុកឯនាងលក្ខិណាបានប្រើចំណេះចេះដឹងរបស់ខ្លួនលើផ្នែកជួញដូរដោយនាងបានទំនាក់ទំនងឈ្មួញឲ្យមកទិញឈើទាំងនោះការមូលចិត្តគំនិតគ្នានេះហើយដែលធ្វើឲ្យគ្រួសាររបស់នាងធ្លាប់តែក្រលំបាកប្រែក្លាយទៅជាមានជីវភាពធូរធារបាទចំណែកឯរឿងទី2គឺរឿងប្តីប្រពន្ធបាចទឹកសមុទ្របានសរឲ្យឃើញពីការបែកបាក់សាមគ្គីរវាងប្តីប្រពន្ធទី2ដែលនាំគ្នាទៅបាចទឹកសមុទ្រតាមប្តីប្រពន្ធទី1ព្រោះឃើញគេខ្លាចជាអ្នកមានបានបរោះប្តីប្រពន្ធទី2នេះដោយសារតែអត់ទ្រាំនឹងភាពហត់នឿយមិនឃើញត្រីពណ៌មាសប្រាក់មកឲ្យក៏តាំងឆ្លោះគ្នាវាយគ្នារបូតសម្ពត់អាវគួរឲ្យអាម៉ាស់បំផុតបាទអញ្ចឹងយើងបន្តមករឿងទី3គឺរឿងសង្គ្រាមគីង្គក់និងតាព្រំដែលជាអក្សរសិល្ប៍ប្រជាប្រិយដែរនោះបានបង្ហាញឲ្យឃើញថាដោយសារតែតាព្រំមិនព្រមបង្អោភ្លៀងសោះធ្វើឲ្យស្ទឹងត្រពាំងថ្លុករីងទឹកអស់ពួកសត្វស្លាប់គួរឆ្អឹងធ្វើឲ្យពួកសត្វដូចជាគីង្គក់ហ៊ីងកង្កែបជាដើមបានរួមកម្លាំងរួមចិត្តគំនិតគ្នាទៅតយុទ្ធនឹងតាព្រំដើម្បីទាមទារឲ្យតាព្រំបង្អោទឹកភ្លៀងដោយសារការរួបរวมសាមគ្គីនេះហើយទើបធ្វើឲ្យពួកសត្វទាំងនេះអាចយកជ័យជំនះលើតាព្រំបានតាព្រំបានសន្យាផ្ដល់ទឹកភ្លៀងហើយថ្ងៃក្រោយបើគ្មានភ្លៀងពួកសត្វគ្រាន់តែធ្វើជាសញ្ញាឲ្យតាព្រំដឹងនិងបង្អោភ្លៀងឲ្យភ្លាមឥឡូវយើងមកបន្តទៅរឿងបុរាណម្ដងគឺរឿងរាមកេរ្តិ៍ដែលជាអក្សរសិល្ប៍មួយស្ថិតក្នុងប្រភេទអក្សរសិល្ប៍បុរាណបានបង្ហាញថានគរហេមពាន្តរបស់ស្ដេចមហាជម្ពូបានរួបរวมគ្នារំដោះជាតិផុតពីកណ្ដាប់ដៃព្រះរាមគឺខុននិលនិងខុននុលរួមជាមួយមហាជម្ពូជាស្ដេចដោយសុខចិត្តយកជីវិតខ្លួនទាំងពីរទៅប្ដូរដើម្បីជាតិខ្លួន
ខុសពីនគរខាស់ខិនបាទអញ្ចឹងយើងទាញអំពីតម្លៃនៃការបែកបាក់វិញខុសពីនគរខាស់ខិនដែលធ្លាក់ក្រោមការត្រួតត្រារបស់ព្រះរាមហើយត្រូវស្លាប់រាប់កោតដោយសារច្បាំងជាមួយយក្សដណ្ដើមនាងសីតាមហេសីព្រះរាមគឺបណ្ដាលមកពីការបែកបាក់រវាងពាលីនិងសុគ្រីពជាបងប្អូនគ្នានោះឯងបាទឥឡូវយើងមកបន្តមើលស្នាដៃអក្សរសិល្ប៍បែបទំនើបម្ដងចំណែកឯរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលជាស្នាដៃនិពន្ធរបស់លោកសួនសូរិននៅឆ្នាំ1960ដល់61ក៏បានលាតត្រដាងឲ្យឃើញពីសង្គមខ្មែរដែលប្រជាជនខ្មែររួបរวมគ្នាកសាងការពារជាតិคล้ายជាប្រទេសរុងរឿងគឺសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយអង្គសម្ដេចឪបាទជាតកតាងសមនឹងប្រជាជននៅបវលស្រុកសង្កែខេត្តបាត់ដំបងបានចូលរួមធ្វើកសិកម្មតាមគោលនយោបាយសង្គមរាស្ត្រនិយមហើយពួកគាត់ពិតជាមានជីវភាពល្អប្រសើរតាមរយៈការងារមួយនេះបែរចឹងយើងមកមើលរឿងចុងក្រោយគឺរឿងសុផាតដែលជាវណ្ណកម្មរបស់លោករីមគីននៅឆ្នាំ1938ក៏មិនខុសពីស្នាដៃខាងលើនោះដែរក្នុងរឿងនេះយើងឃើញថាតួអង្គនរិនដែលធ្លាប់តែខ្ជិលច្រអូសក្នុងការរៀនសូត្រចូលចិត្តដើរលេងប្រែក្លាយទៅជាក្មេងល្អត្រឹមត្រូវប្រឡងជាប់សញ្ញាបត្របឋមសិក្សាវិជ្ជាបារាំងខ្មែរក៏ដោយសារនរិនបានទទួលការពន្យល់ណែនាំពីមិត្តភ័ក្តិរបស់គេគឺសុផាតដែលជាក្មេងឧស្សាហ៍ព្យាយាមខិតខំរៀននិងចេះជួយធ្វើឲ្យមិត្តរៀនសូត្រគ្រប់គ្នាយ៉ាងនោះប្រកបបាទអញ្ចឹងនេះគឺជាតម្លៃនៃការសហការរួមគ្នារវាងសុផាតហើយនិងនរិនលទ្ធផលចុងក្រោយគឺពួកគេសុទ្ធតែទទួលបានលទ្ធផលល្អក្នុងការសិក្សាបាទអញ្ចឹងជាចុងក្រោយគឺយើងទាញសរុបមកបាទសរុបសេចក្តីមកការរួមកម្លាំងកាយចិត្តជាធ្លុងមួយនាំមកនៅភាពរីកចម្រើនជីវិតក៏ល្អប្រសើរតែបើបែកបាក់គ្នាចេញពីគ្នាហើយនោះអ្វីក៏ត្រូវបាត់បង់ដែរបាទអញ្ចឹងយើងទាញវាតម្លៃប្រធានបាទឆ្លងតាមការបកស្រាយសុភាសិតនេះមានអត្ថន័យល្អមានសច្ចភាពមានលក្ខណៈសកលដែលអាចទុកជាគតិសម្រាប់ឲ្យយើងមើលឃើញពីផលវិបាកនានាដែលកើតចេញពីការបែកបាក់គ្នាហើយចេះរួបរวมសាមគ្គីគ្នាឡើងវិញបាទទាញយោបល់បញ្ចប់ដូចនេះយើងជាអ្នកចំនួនក្រោយត្រូវមើលបទពិសោធន៍របស់ដូនតាយើងពលគឺត្រូវតែរួមចិត្តរួមកម្លាំងគ្នាជានិច្ចព្រោះសាមគ្គីភាពនេះហើយដែលជាកត្តាជំរុញឲ្យជីវិតយើងម្នាក់ៗនិងជាតិយើងមានសន្តិភាពនិងការអភិវឌ្ឍបាទអញ្ចឹងតែងសេចក្តីមួយនេះគឺចប់ត្រឹមតែប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានបន្តយកចិត្តទុកដាក់ជាមួយនឹងលោកគ្រូតាំងពីដើមដល់ចប់ប្រសិនបើមានកំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសផងព្រោះឲ្យគ្មានចេតនាធ្វើឲ្យមានការខុសឆ្គងណាមួយឡើយបាទសូមជម្រាបលា